hàngក្រោយវាជាប្រភេទ plastic សុំជុំវិញក៏ជាប្រភេទ plastic ដែរអញ្ចឹងវាធ្វើឲ្យតួខ្លួនរបស់វារាងស្រាលហើយវាមានកាមេរ៉ា2គ្រាប់ហើយចំពោះនេះគឺជា IR blaster ណាមិនមែនជាកាមេរ៉ាមួយគ្រាប់ក្រោមគេនេះណាអញ្ចឹងវាសម្រាប់ទូនទីរបស់វាសម្រាប់បញ្ជាទៅលើឧបករណ៍ផ្សេងៗហើយចំពោះប៊ូតុងពណ៌ខៀវខុសគេនេះឃើញត្រឡងឃើញទូរស័ព្ទយើងមានប៊ូតុងតែ2ទេតែនេះឡើង3អញ្ចឹងប៊ូតុងខៀវមួយនេះគឺជាប៊ូតុងមួយសម្រាប់កំណត់ទៅលើកម្មវិធីណាដែលយើងចង់ប្រើផ្លូវកាត់ដូចថាយើងចង់ដូចជាបិទសលេងយើងអាចដាក់កំណត់ទៅលើប៊ូតុងហ្នឹងក៏បាន7ឬក៏កម្មមុខងារណាផ្សេងទៀតយើងអាចកំណត់នៅលើប៊ូតុងហ្នឹងបានអាហ្នឹងយើងសេរីនៅក្នុង setting ណាហើយចំពោះ fingerprint នេះគឺកន្លែងនេះគឺប៊ូតុង power នេះគឺយើងអាច scan កញ្ចក់ដៃបានកន្លែងនេះយើងអាចដាក់ scan កញ្ចក់ដៃនៅលើប៊ូតុង power ហ្នឹងហើយចំពោះ speaker របស់វាគឺជាប្រភេទ stereo speaker ជាងវាមានលើមួយក្រោមមួយជាងការមើលរឿងលេងហ្គេមអីគឺសលេងវាច្បាស់ល្អអ្នកដែលរោសលេងខ្លាំងគឺត្រូវហើយចំពោះ RAM របស់វាមានទំហំ RAM 8G ហើយយើងអាចឡើងបាន 16GB ទៀតហើយចំពោះទំហំផ្ទុករបស់វា 256GB អញ្ចឹងសម្រាប់អ្នកប្រើប្រាស់ទូទៅដែលចូលចិត្តថតរូបថតអីច្រើនគឺត្រូវឲ្យទំហំផ្ទុកនឹងគឺវាអាចផ្ទុកបានរូបភាពវីដេអូអីច្រើនហើយ RAM ប៉ុណ្នេះក៏យើងអាចប្រើប្រាស់កម្មវិធីបានច្រើនបើកម្មវិធីបានច្រើនណាហើយអ្វីដែលពិសេសទៀតផ្លេចមុខងារពិសេសមួយទៀតគឺ bypass charging ហ្នឹងវាអាចឲ្យយើងសាកបដើលេងបដើបានអញ្ចឹងក៏វាជួយការពារថ្មរបស់យើងដែរអញ្ចឹងធ្វើឲ្យយូរកាលថ្មគឺកាន់តែប្រើប្រាស់បានយូរហើយផ្លេចបញ្ជាក់មួយទៀតគឺអេក្រង់របស់វាគឺជាប្រភេទ LCD ដែលមាន refresh rate រហូតដល់ 120Hz ហើយ resolution របស់វាបាន Full HD+ ហើយចំពោះកាមេរ៉ាវាគឺមានទំហំ50 megapixel ហើយកាមេរ៉ាមុខវាគឺ8 megapixel ហើយប្រភេទនេះគឺវាធន់នឹងការធ្លាក់តែវាធន់នឹងការធ្លាក់ហ្នឹងគឺធន់នឹងកម្ពស់ 1.5 ម៉ែត្រគឺកម្ពស់ 1.5 ម៉ែត្រវាធ្លាក់កម្ពស់ហ្នឹងគឺកម្រមានបញ្ហាហើយមួយទៀតគឺវាមាន IP64 ដែលវាអាចការពារការសាចនៃទឹកនិងធូលីវាការពារបានល្អព្រោះវាមានពពាក់មកជាមួយនឹង IP64 អញ្ចឹងប៉ុណ្្នឹងឯងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេ